ok អ្នកនរគ្នាអញ្ចឹងមេរៀននេះគឺមេរៀនតួអក្សរ e ហើយបាទតោះឥឡូវយើងមកមើលទាំងអស់គ្នារបៀបទៅសេតួអក្សរ e បាទតួអក្សរ e ធំរបស់យើងគឺចាប់ផ្ដើមដោយបន្តិតឈរពីលើមកខាងក្រោមបន្តមកទៀតអ្នកនរគ្នាចាប់ផ្ដើមដោយគូបន្តិតដេកបាទពីឆ្វេងមកខាងស្ដាំមកពីខាងលើនេះមកបន្តមកទៀតបន្តិតដេកខាងដាលបន្តទៀតបន្តិតដេកនៅបាតខាងក្រោមនេះគូតាមចំណុចដែលមានសញ្ញាព្រួយមកបាទយើងទទួលបានតួអក្សរ e ធំហើយចំណែកតួអក្សរ e តូចវិញគឺយើងចាប់ផ្ដើមដោយគូបន្តិតដេកដូចគ្នាបាទគឺយើងម៉ែកពាក់កណ្ដាលតួអក្សរធំនេះមកបាទចាប់ផ្ដើមពីបន្តិតដេកបន្តទៀតឡើងដោយអក្សរ c អ្នកគ្នាពីគូបន្តិតដេករួចហើយឡើងដោយតួអក្សរ c តូចឆ្វែលនេះចាប់ផ្ដើមអញ្ចេះឡើងទៅលើមកអញ្ចេះវិញបាទឃើញទេអញ្ចឹងយើងទទួលបានតួអក្សរ e តូចបាទយើងមកមើលការអានមកចេញសំឡេងវិញបាទអញ្ចឹងតួអក្សរបែបនេះគេអានថា e e បាទអញ្ចឹង e សំឡេងអីគេ e សំឡេងច្រើនបាទអត់មានមួយទេ e ច្រើនណាស់បាទអញ្ចឹងខ្ញុំលើកយកតែសំឡេងតែមួយទេបាទនៅពេលដែលគេអានតួអក្សរក្រុមគេបញ្ចេញសំឡេងនឹងឯងបាទអញ្ចឹង e សំឡេងអក្នុងនេះខ្ញុំសេដូចអូតែអ្នកគ្នាកុំអានប្អូឬក៏បញ្ចេញសំឡេងប្អូចេះលេងតាមមកកណាត់បានហើយe តែណាបាទអញ្ចឹងឧទាហរណ៍ដូចជាពាក្យ egg បាទ egg បាទពាក្យទី2គឺ elephant ហេ e បើយើងប្រកបវិញ l e នេះសំឡេង i បាទអញ្ចឹង l i li p h នេះសំឡេងតួអក្សរ f ដោយតួអក្សរ f f អញ្ចឹងយើងបាន elephant បាទណាមួយទៀតគឺស្រោមសបុតបាទយើងអានថាម៉េចនេះបាទយើងអានថា envelope បាទបើយើងប្រកបវិញបាទណា n v l v បាទ o សំឡេង o ត្រង់តែនេះគឺសំឡេង o ដែល l o lope ជាយើងអានថា envelope បាទអញ្ចឹងពាក្យមិញគឺមានចំនួន3បាទទី1គឺ egg elephant envelope បាទអញ្ចឹងពាក្យយើងមាន3ប៉ុណ្ណឹងបាទអញ្ចឹងមេរៀនតួអក្សរ e របស់យើងបាទគឺបានបញ្ចប់ហើយ e សំឡេងបាទអញ្ចឹងមេរៀនបន្តទៀតគឺមេរៀនតួអក្សរ f បាទអញ្ចឹងបាយបាយ